chăm chúនេះវាលំបាកខ្លាំងហានិភ័យក៏ខ្ពស់ទី1គឺបញ្ហាចំណីទី2គឺបញ្ហាថ្នាំដង្កូវហ្នឹងដល់ពេលបានលក់បញ្ហាប្រឈមមុខនឹងតម្លៃទៀតខ្ញុំឈ្មោះសុកសារិនថ្ងៃខ្ញុំនៅភូមិខ្ប៉មឃុំក្តាញ់ស្រុកព្រៃកបាសខេត្តតាកែវខ្ញុំស្រុកកំណើតនៅខាងកំពង់ចាមប្រពន្ធខ្ញុំឈ្មោះចែវយំជីវិតគូខ្ញុំកំសត់ព្រោះថាខ្ញុំក្មេងកំព្រាមកអត់មានម៉ែឪតាំងពីតូចមកអត់មានលុយខ្លួនឯកាទេបាននិយាយតាគាត់ឲ្យកូនគាត់ហ្នឹងជួយម្នាក់តិចមកក៏បានបន្ទាប់ពីការមកអញ្ចឹងខ្ញុំធ្វើការនៅភ្នំពេញទេជា order នៅតាមហាងទាំងពីរអ្នកដៃប្រពន្ធហ្នឹងបន្ទាប់ពីហ្នឹងមកក៏ដាក់ពាក្យទៅថៃសម្រាប់ចិត្តទៅថៃនៅឃើញថាយើងវាអត់ដែរហើយមានដឹងរកអីមុខរបរត្បាញហូរក៏អត់សូវប្រកែដែរអញ្ចឹងធ្វើ passport ដាក់ទៅថៃហ្នឹងហើយយើងអត់មានលុយបង់ផ្ដាច់ទេគឺយើងបង់មលុះទៅបង់មលុះវាកាត់យើង1ឆ្នាំនៅឈុនបុរីបានប្រហែលជា4ឆ្នាំប្រពន្ធខ្ញុំគាត់ធ្វើបាន2ឆ្នាំហ្នឹងក៏ម្ដាយខ្ញុំគាត់ឈឺទៅក៏ប្រពន្ធខ្ញុំមកមើលគាត់ទៅខ្ញុំក៏នៅធ្វើការម្នាក់ឯងទៅហ្នឹងដល់ហើយក៏បាយប្រពន្ធយូរទៅក៏យើងធ្វើការវាសល់លុយកាក់តិចតួចដែរក៏យើងមកផ្ទះវិញមកពីថៃហ្នឹងចាប់ដើមធ្វើធុងឈូកចិញ្ចឹមឈូកមុនគេហើយបន្ទាប់មកដែលខ្ញុំដាក់ឈូកធ្វើធុងហើយដាក់ឈូកហ្នឹងគឺខ្ញុំទិញម៉ាស៊ីនស្រូវមកកិនដើម្បីបានកន្ទុកឲ្យឈូកស៊ីអញ្ចឹងក្រៅពីហ្នឹងយើងធ្វើការផ្សេងនៃអញ្ចឹងណាព្រោះស្រូវដល់តែយើងទៅយកពីផ្ទះគេមកកិនហើយដឹកឲ្យគេវិញទៀតពេលដែលខែធ្វើខ្សែក៏យើងធ្វើខ្សែធម្មតាទៅដី40អាជាងហ្នឹងបន្ទាប់ពីយើងធ្វើខ្សែហើយតនេះយើងមានធ្វើអីគឺតបាញហូលហ្នឹងហើយរាល់ថ្ងៃខ្ញុំចេះតាំងពីម៉ែខ្ញុំមកសម័យឥឡូវសូត្រគេស្អាតអត់ដូចពីមុនទេពីមុនយើងចិញ្ចឹមនាងហើយអញ្ចឹងនៅធ្វើយូរឥឡូវយើងទិញរបស់របស់គេមកស្អាតស្រាប់គាត់ថាយើងអ្នកធ្វើហូលនេះយើងចំណេញតិចដែរប៉ុន្តែការងារប្រចាំថ្ងៃបើខ្ញុំតនេះក៏ខ្ញុំជួយធ្វើខ្លះទៅតែបើខ្ញុំរវល់ខ្ញុំអត់បានជួយទៅគឺគាត់អ្នកទទួលក៏ទៅខ្លួនឯងអ្នកភូមិនៅនេះភាគច្រើនគឺគាត់ល្មាញហូលធ្វើស្រែហ្នឹងហើយដេប៉ូនេះគឺដេប៉ូខ្ញុំបើកយូរហើយខ្ញុំចាប់ដើមចំជុកហ្នឹងគឺខ្ញុំលក់ចំណីតាំងពីនងមកហើយផលិតផលដែលខ្ញុំលក់នេះគឺមានចំណីកូនឈូក861 862 863ទី4ហ្នឹង168ក្រៅពីចំណីគឺមានថ្នាំអំពីទីនហើយនិង AG អាម៉ុកផលិតផលទាំងអស់ហ្នឹងលក់ដាច់ជាងគេគឺចំណីមាន់ហើយនិងចំណីកូនជ្រូកចាប់ដើមចំជ្រូកនេះដំបូងឡើយខ្ញុំអត់ចេះអីអត់មានជំនាញអីទេច្បាស់លាស់ទេគាត់ថាយើងចេះតែសួរគេសួរឯងសួរពេទ្យសួរអីចឹងណាតាក់ទងតាម Facebook មើលតាម YouTube អីខ្លះចឹងទៅខ្ញុំចិញ្ចឹមលើកទី1ហ្នឹងគឺខ្ញុំយកកូនពីគេមកទេដំបូងខ្ញុំដាក់តាមប្រថុងទេព្រោះដំបូងយើងសាកមើលចឹងណាដល់ហើយយើងចិញ្ចឹមបានទៅក៏ឃើញជ្រូកហ្នឹងវាមានតែផែនល្អគ្រាន់មកដែរក៏យើងទុកមេមួយអីចឹងណាដល់ហើយសារក្រោយក៏យើងដាក់ថែមតែ2ធុងព្រោះថ្ងៃខ្ញុំបានមេ5ចាំកូនខ្លួនឯងចឹងវាធូរឥឡូវនេះខ្ញុំមានជ្រូកសរុបទាំងអស់ប្រហែលជា70-30ដែរហ្នឹងចាំជ្រូកនេះវាលំបាកខ្លាំងហានិភ័យក៏ខ្ពស់ទី1គឺបញ្ហាចំណីទី2គឺបញ្ហាថ្នាំដង្កូវហ្នឹងដល់ពេលបានលក់បញ្ហាប្រឈមមុខនឹងតម្លៃទៀតចាំមុនខ្ញុំយកចំណីពីផ្សេងទៅយកខ្លួនឯងនៅផ្លូវខ្សែមួយកាលហ្នឹងខ្ញុំអត់តន់ស្គាល់ AG Fit ទេកាលហ្នឹងខ្ញុំនៅមើលទូរស័ព្ទឃើញផ្សាយឃើញអីចឹងក៏ខ្ញុំអត់តន់តាក់ទងទេដល់ពេលគ្រូសង្ហាហ្នឹងក៏ត្រូវខ្សែរយៈបងប្អូនខាងខ្ញុំដែរដល់ហើយតែខ្ញុំមានជ្រូកចាំមានជ្រូកអីចឹងក៏គាត់មកមើលសួរណែនាំចឹងណាសម្រាប់ចិត្តថាខ្ញុំយកចំណី AG Fit cho mọi gìដល់ឥឡូវរឿងចំណីរឿងថ្នាំអីគឺខ្ញុំយកពីខាងក្រុមហ៊ុនមកទាំងអស់ដំបូងឡើយខ្ញុំយកតែមេចំណីមកទេចំណី AG Fit 168បាទយកមកលាយចំណីអំបាកតុ150គីឡូជ្រូកខ្ញុំវាធំណាស់ជិតគីឡូមកលក់ហើយដល់ហើយខ្ញុំដាក់150គីឡូបើសិនជាជ្រូកខ្ញុំ20គីឡូ30គីឡូខ្ញុំលាយត្រឹម100ឯងចំពោះចំណីកូនជ្រូក861នេះគឺឲ្យស៊ីសុទ្ធមកអត់លាយទេចាប់ពីជ្រូករៀនស៊ីមកដល់20គីឡូខ្ញុំឲ្យស៊ីវា3ដងក្នុងមួយថ្ងៃផឹកថ្ងៃត្រង់ហើយនឹងល្ងាចចាប់ពី4ខែទៅ5ខែយើងអាចលក់បានយើងចាំកូនជ្រូកពីតូចមកណាកូនជ្រូកត្រូវការយើងថែទាំវាខ្លាំងជាងជ្រូកធំកូនជ្រូកត្រូវការស្ងួតវាត្រូវការសើមទេព្រោះជ្រូកដែលកើតមកបាន2ថ្ងៃនេះយើងត្រូវចាក់ថ្នាំបេ12ជាដែកកុំឲ្យវាទន់ដៃទន់ជើងចំពោះពូជជ្រូកល្អហ្នឹងមានអត្ថប្រយោជន៍ខ្ពស់បាទវាធំធាត់លឿនវាស៊ីតិចពូជល្អគឺយើងពិនិត្យមើលឃើញនេះតាគៀកហែកខ្នងផែកចំពោះសំបុកនេះមានបញ្ហារាកប្រហែលជា2ក្បាលទេហើយខ្ញុំឲ្យស៊ីអាថ្នាំ AG អំពីទីននេះគឺ
វាមានបញ្ហាព្យាបាលជំងឺរាគមានប្រសិទ្ធភាពខ្ពស់វាងាយស្រួលយើងមិនបាច់ចាប់ជូរចាក់ទេគឺយើងលាយនឹងចំណីឲ្យវាស៊ីតែម្ដងចាប់ដើមប្រើ AG-Fit នេះប្រហែលជា2ឆ្នាំហើយ168ហ្នឹងនិយាយទៅវាកាត់បន្ថយចំណាយហើយជ្រូកក៏វាលូតលាស់លឿនតាមហ្នឹងដែរចំពោះជ្រូកខ្ញុំតាគៀកវាហែកដោយពួកអាកាឡាកាសអញ្ចឹងបើនិយាយពី861វិញគឺសាច់ល្អមកហ្មងក្តារក្នុងលប្រែកមកឡើងមានអាចង្អូហើយតាគៀកវាមើលឃើញឈូកស្រឡាញ់ហ្មងម៉ូខ្ញុំនៅជាប់ភូមិយើងនេះដែរគាត់ទិញចំណី AG-Fit 861ហ្នឹងយកទៅឲ្យស៊ីរហូតដល់ចំណីធំហ្នឹងទៅគាត់ឲ្យស៊ីតែចំណីហ្នឹងទេហ្នឹងគាត់ថាចំណីហ្នឹងស៊ីគ្រាន់បើអត់រាកធំធាត់លឿនហ្នឹង